ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងសិក្សាអំពីគណិតវិទ្យានៅក្នុងកូដ JavaScript ឃើញចំណងជើងនៃវីដេអូនេះដាក់ថាគណិតប្រហែលជាមានអ្នកសិក្សាមួយចំនួនរំលងវីដេអូនេះចោលមិនមើលទៅហើយពីព្រោះមានអ្នកសិក្សាជាច្រើនមិនចូលចិត្តមុខវិជ្ជាគណិតមែនយើងនិយាយច្រើនតែតងគណិតវិទ្យាតាំងពីមេរៀនញ៉ៃដូចជា logarit exponential ណានេះគឺយើងនឹងត្រូវលើកមកបង្ហាញនៅក្នុងវីដេអូនេះក៏ប៉ុន្តែមិនមែននិយាយអំពីដំណើរការរបស់វាថាគណនាមិនគណនាមិនអីអត់ទេយើងរៀននៅក្នុងវីដេអូនេះគឺដូចទៅនឹងរៀនអំពីម៉ាស៊ីនគិតលេខដែលមានមុខងារច្រើនម៉ាស៊ីនគិតលេខហ្នឹងមានមុខងារច្រើនសម្រាប់គណនាអីណានៃច្រើនអញ្ចឹងណាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់យល់ពីដំណើរការរបស់វាអត់ប្រើទៅវាជាការស្រេចហើយនៅក្នុងវីដេអូនេះក៏ដូចគ្នាដែរខ្ញុំលើកយកបង្ហាញអ្នកទាំងអស់គ្នានៅ method នៅ function ជាច្រើនដែលអាចប្រើសម្រាប់គណនារបស់ដែលមាននៅក្នុងគណិតវិទ្យាដូចជា logarit ដូច exponential ហ្នឹងខ្ញុំលើកមកបង្ហាញអ្នកទាំងអស់គ្នាឲ្យដឹងថានៅក្នុង JavaScript ក៏មាន function មានស្អីសម្រាប់គណនារបស់ទាំងអស់ហ្នឹងដែរហើយបើសិនជាអ្នកទាំងអស់គ្នាអត់ប្រើក៏អត់ជាបញ្ហាដែរក៏តែអ្នកទាំងអស់គ្នាគួរណាស់តែមើលពីព្រោះអីនៅពេលដែលអ្នកទាំងអស់គ្នាចេះប្រើអ្នកទាំងអស់គ្នាប្រកាសជានឹកឃើញថាអូនៅ JavaScript ក៏មាន function សម្រាប់គណនាអាហ្នឹងដែរដូច្នេះអ្នកទាំងអស់គ្នាគ្រាន់តែយកវាមកប្រើទៅជាការស្រេចអញ្ចឹងហើយនិយាយម្ដងទៀតមេរៀននេះអត់តម្រូវការឲ្យអ្នកទាំងអស់គ្នាចេះគណនាទេវីដេអូនេះបង្កើតឡើងគ្រាន់តែសម្រាប់ឲ្យអ្នកទាំងអស់គ្នាដឹងថាក្នុង JavaScript វាមានអីខ្លះតែប៉ុណ្ណោះហើយនៅពេលដែលមើលវីដេអូនេះនឹងមានរបស់មួយចំនួនដែលអ្នកទាំងអស់គ្នាមិនយល់ឬក៏ស្ដាប់ខ្ញុំនិយាយមិនបានដោយសារតែអ្នកទាំងអស់គ្នាខានរៀនយូរអីចឹងណាឥឡូវកុំឲ្យខាតពេលយូរយើងចូលសិក្សាតែម្ដងទៅឥឡូវនៅក្នុង HTML របស់យើងអត់មានអីទេ JavaScript ក៏អត់មានអីដែរទទេស្អាតខ្ញុំមើលទៅខាងចម្លើយយើងចូលមកកាន់ console តែម្ដងទៅយើងសាកកូដនៅក្នុងហ្នឹងនៅក្នុង window object គឺជា object ដែលក្តោបក្តៅស្អីទាំងអស់ក្នុងកូដ JavaScript ហ្នឹងមាន property មួយឈ្មោះថា math ជាមួយនេះ property ហ្នឹងវាជា object ដែរដូចអ្នកទាំងអស់គ្នាឃើញមានគ្រឿងក្នុងឯណានៃជាច្រើននៅក្នុងវីដេអូនេះគឺយើងសិក្សាអំពីទាំងអស់ហ្នឹងឯងតាំងពី property តាំងពី method ដែលមាននៅក្នុង math object ហ្នឹងហើយ math នេះខ្ញុំជឿថាអ្នកទាំងអស់គ្នាដឹងហើយពីពេញរបស់វាគឺ mathematics មានន័យថាគណិតវិទ្យាហ្នឹងឯងហើយបើសិនជាខ្ញុំមើល method មើល property នៅក្នុងនេះឃើញថាញ៉ៃណាខ្ញុំបើកវាក្រៅតែម្ដងទៅខ្ញុំបើកវាខ្ញុំត្រូវហៅ window នឹងមកហើយហៅ property math បែបនេះដោយសារតែវាជា property ផ្ទាល់នៅ window object ដូច្នេះខ្ញុំអាចសរសេរវាដោយមិនចាំបាច់សរសេរ window ចុចទេសេតែ math ទៅក៏បានដែរហើយយើងឃើញថាវាមាន method ច្រើនក៏ប៉ុន្តែ property តែបន្តិចទេឥឡូវយើងសិក្សាឲ្យអស់អំពី property ដែលមាននៅក្នុង math object នេះ property ដូចយើងដឹងអញ្ចឹងអត់មានធ្វើអីទេវាគ្រាន់តែផ្ទុកតម្លៃឥឡូវខ្ញុំបង្ហាញអ្នកទាំងអស់គ្នាដំបូងអំពី property pi នេះគឺតម្លៃនៃ pi នៅក្នុងគណិតវិទ្យាដែលយើងតែងតែសរសេរសញ្ញាបែបនេះសញ្ញាហ្នឹងខ្ញុំអានថា pi ប៉ុន្តែអ្នកខ្លះអានថា2ដែលតម្លៃរបស់វាកាលនៅគណិតវិទ្យាយើងតែងតែប្រើ 3.14 ប៉ុន្តែបើសិនជាយើងបន្លាយតម្លៃហ្នឹងឲ្យអស់វាមិនមែនមានតែត្រឹម 3.14 ហ្នឹងទេវាមានតទៅទៀតក៏តែបើយើងយកតទៅទៀតទៅគណនានៅក្នុងគណិតវិទ្យាការរៀននៅវិទ្យាល័យនោះគិតមិនចេញពីព្រោះការនៅវិទ្យាល័យយើងគិតទៅនឹងការសរសេរហ្នឹងប៉ុន្តែនៅក្នុងកូដ JavaScript កាលណាយើងហៅ property pi ហ្នឹងមកគឺវានឹងបង្ហាញតម្លៃនៃ pi ហ្នឹងមកកកោកដូចអ្នកនរឃើញអញ្ចឹងហើយឧទាហរណ៍តែខ្ញុំហៅវាមក pi ហ្នឹងគឺជា property នៅក្នុង math object ហ្នឹងរបៀបហៅ property នៃ object មួយយើងត្រូវបានដឹងហើយយើងហៅឈ្មោះ object ហ្នឹងមកប្រើសញ្ញាចុចហើយហៅឈ្មោះ property ហ្នឹងមក pi ខ្ញុំចុច enter នោះបានតម្លៃហ្នឹងមកហើយឥឡូវយើងសិក្សាបន្តមកទៀតយើងសិក្សាពីលំដាប់លើមានមកតម្ដងទៅគឺអក្សរ e នេះអក្សរ e នេះការមេរៀន exponential គឺជាតម្លៃ Euler ដែលតម្លៃរបស់វាគឺ 2.7182 ឯណានៃដូចអ្នកនរឃើញហ្នឹងឯងតម្លៃ Euler នេះការនៅគណិតវិទ្យាគេតាំងដោយអក្សរ e អង់គ្លេសប្រាំង ជាអក្សរតូចប៉ុន្តែនៅក្នុងនេះគឺគេសរសេរដោយអក្សរធំហើយឥឡូវយើងចូលមក property ទៀតគឺ ln2 ln2 នេះការនៅវិទ្យាល័យយើងអានថា ln2 គឺជាចំនួន logarit ធម្មជាតិនៃ2ឬក៏យើងអាចថាជាចំនួន logarit គោល នៃ2ដែលតម្លៃរបស់វាស្មើនឹងប៉ុណ្្នឹងឯងហើយខាងក្រោមនេះ ln10 មានន័យថា ln10 ត្រង់ចំណុច ln ទាំងប្រមាណនេះបើសិនជាអ្នកនរគ្នាចាំមេរៀនគណិតវិទ្យាប្រកាសជាអត់ឆ្ងល់នៅអ្វីខ្ញុំកំពុងនិយាយនេះទេបើសិនជាអ្នកនរគ្នាមិនចាំក៏អត់ជាបញ្ហាដែរឥឡូវយើងមើលខាងក្រោមនេះទៀតគឺ log 2e បើនិយាយពីនៅក្នុងគណិតវិទ្យាគឺ logarit គោល2នៃ ដែលតម្លៃរបស់វាស្មើនឹង 1.ដូចអ្នកនរឃើញនឹងឯងហើយខាងក្រោមនេះទៀតគឺ logarit គោល10នៃ ដែលតម្លៃរបស់វាស្មើនឹង 0.43 អាណានៃចឹងទៅហើយផៃនេះយើងនិយាយមិញហើយនឹងខាងក្រោមនេះមាន sqrt 1 tre 2 sqrt នេះពីពេចរបស់វាគឺ square root មានន័យថារឹសការ៉េ1 tre 2នេះមានន័យថា1លើ2 1លើ2យើងនិយាយស្រួលស្ដាប់ទៅគឺពាក់កណ្ដាលឬក៏ 0.5 មានន័យថារឹសការ៉េនៃ 0.5 តម្លៃរបស់វាគឺ 0.7071 ដូចអ្នកនរឃើញចឹងហើយខាងក្រោមនេះ sqrt 2នេះមានន័យថា square root 2 ឬការ៉េនៃ2មានតម្លៃស្មើនឹង 1.41 តទៅអញ្ចឹងហើយតាក់ទងទៅនឹង property ដែលអាចប្រើនៅក្នុង math object នេះមានតែប៉ុណ្្នឹងហើយឥឡូវយើងសិក្សាបន្តមកទៀតអំពី method ដែលអាចប្រើនៅក្នុង math object នេះ method ហ្នឹងយើងឃើញថាវាតម្រៀបគ្នាទៅតាមអក្ខរក្រមអង់គ្លេសពី A ទៅ Z អញ្ចឹងបើយើងរៀនតាមលំដាប់វាពិបាកណាស់ដូច្នេះខ្ញុំបង្ហាញអ្នកទាំង
ទាំងអស់គ្នាជាក្រុមវាឧទាហរណ៍ថាមេរៀន exponential ខ្ញុំបង្ហាញវាម្ដងឲ្យអស់ចឹងទៅមេរៀនតាក់ទងត្រីកោណមេឃខ្ញុំបង្ហាញម្ដងឲ្យអស់តែម្ដងទៅអញ្ចឹងវាស្រួលដំបូងនេះយើងសិក្សាអំពី method min នេះពាក្យពេចន៍របស់វាគឺ minimum មានន័យថាអបបរមាគឺជាតម្លៃដែលតូចបំផុតកាលណាយើងកំណត់តម្លៃលេខច្រើនតម្លៃចូលទៅក្នុង method ហ្នឹងវាបញ្ចេញតម្លៃមកតែលេខណាដែលតូចបំផុតទេគឺវាអញ្ចឹងឥឡូវខ្ញុំហៅ object math ហ្នឹងមកហើយប្រើប្រាស់ method min ហើយឧទាហរណ៍ថាខ្ញុំកំណត់តម្លៃលេខច្រើនតម្លៃចូលទៅក្នុងហ្នឹងឧទាហរណ៍ថា78 15ដក6 0ដក10ជាចូលនៅពេលដែលខ្ញុំវាដំណើរការវាចេញតម្លៃមកដក10ហេតុអីពីព្រោះលេខទាំងប្រមាណដែលខ្ញុំបញ្ចូលទៅក្នុង method min ហ្នឹងលេខដែលតូចជាងគេគឺដក10 method min ហ្នឹងគឺចាប់យកលេខដែលតូចជាងគេគឺងាយយល់ទេហើយមិនសូវជាខុសគ្នាទេតាក់ទងទៅនឹង method max ឥឡូវខ្ញុំហៅកូដខាងលើមកដំណើរការម្ដងទៀតហើយបដូរពី min ទៅ max វិញ max នេះពាក្យពេចន៍របស់វាគឺ maximum មានន័យថាអតិបរមាគឺជាតម្លៃដែលធំបំផុតពេលដែលខ្ញុំឲ្យដំណើរការគឺចេញ78ពីព្រោះក្នុងចំណោមលេខដែលខ្ញុំបញ្ចូលទាំងអស់លេខដែលធំជាងគេគឺ78ហ្នឹងឯងឥឡូវយើងសិក្សាបន្តមកទៀតតាក់ទងទៅនឹង method ABS នេះពាក្យពេចន៍របស់វាគឺ absolute បើយើងនិយាយតាក់ទងគណិតវិទ្យាគឺជាតម្លៃដាច់ខាតតម្លៃដាច់ខាតហ្នឹងគឺថាបើសិនជាតម្លៃហ្នឹងគឺជាតម្លៃវិជ្ជមានចេញមកនៅតែវិជ្ជមានធម្មតាទេក៏ប៉ុន្តែបើសិនជាតម្លៃហ្នឹងជាតម្លៃអវិជ្ជមានចេញមកក៏វិជ្ជមានដែរដូចអ្នកនរគ្នាបានឃើញអញ្ចឹងយល់ពីតម្លៃដាច់ខាតនៅក្នុងគណិតវិទ្យាគឺវាដូចគ្នាបែបបិទអញ្ចឹងឯងឥឡូវយើងសិក្សាបន្តមកទៀតអំពី method power នេះពាក្យពេចន៍របស់វាគឺ power ដែលប្រើសម្រាប់គណនាស្វ័យគុណឥឡូវខ្ញុំសារយកវាមកប្រើតែម្ដងទៅខ្ញុំហៅ math object power method ឧទាហរណ៍ថាខ្ញុំចង់ឲ្យ2ស្វ័យគុណ5យ៉ាងចុះអញ្ចឹងខ្ញុំត្រូវកំណត់ពីតម្លៃទី1គឺលេខជាគោលហើយតម្លៃទី2គឺជាលេខស្វ័យគុណ enter គឺចេញឲ្យ32តាក់ទងទៅនឹង method power ហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយឥឡូវយើងសិក្សាបន្តមកទៀតតាក់ទងទៅនឹង method SQRT នេះពាក្យពេចន៍របស់វាគឺ square root មានន័យថាឫសការ៉េឧទាហរណ៍ថាខ្ញុំគណនាឫសការ៉េនៃតម្លៃលេខ49ខ្ញុំសរសេរ49ចូលទៅក្នុង method SQRT នៃ math object ហ្នឹងទៅគឺជាការស្រេចយើងមើលទៅខាងចម្លើយគឺចេញ7មានន័យថាឫសការ៉េនៃ49គឺ7 method មួយនេះគឺសម្រាប់គណនាឫសការ៉េហើយបើ method CBRT មានន័យថា cube root គឺសម្រាប់គណនាឫសគូបឧទាហរណ៍ថាខ្ញុំចង់គណនាឫសគូបនៃ8យើងមើលទៅខាងចម្លើយគឺចេញ2ពីព្រោះ2ស្វ័យគុណ3ចេញ8ឫសគូបនៃ8គឺ2យ៉ាងឯងអត់អីពិបាកយល់ទេត្រង់ចំណុចនេះបើសិនជាអ្នកនរគ្នាចាំមេរៀនឫសការ៉េឫសគូបទាំងអស់ហ្នឹងហើយអ្នកនរគ្នាប្រកាសជាឆ្ងល់ថាឲ្យចុះបើសិនជាខ្ញុំចង់គណនាឫសទីប្រមាណនៃលេខណាមួយដូចក្នុងករណីនេះគណនាឫសការ៉េវាមានន័យថាឫសទី2គណនាឫសគូបគឺជាឫសទី3ឲ្យចុះបើសិនជាខ្ញុំចង់គណនាឫសទី5អីចុះឬទីប្រមាណអីយ៉ាងចុះតើខ្ញុំគណនាដូចម្ដេចត្រង់ចំណុចហ្នឹងក្នុង math object នេះគេអត់បង្កើតឲ្យអ្នកនរគ្នាទេប៉ុន្តែយើងអាចគណនាបានដោយប្រើ power មិញហ្នឹងគឺបង្ហាញអំពីស្វ័យគុណយើងអាចយកអាហ្នឹងមកគណនាបានឧទាហរណ៍ថាឫសទី4នៃ81នេះបើសិនយើងសេទៅស្វ័យគុណវាចេញជា81ស្វ័យគុណនឹង1លើ4អញ្ចឹងខ្ញុំសារប្រើប្រាស់តាមអ្វីដែលខ្ញុំនិយាយនឹងមើលតើចេញឬអត់ក្នុងករណីដែលខ្ញុំប្រើប្រាស់ method power ខ្ញុំត្រូវសេតម្លៃទី1 81តម្លៃទី2គឺ1ចែកនឹង4យើងមើលទៅខាងចម្លើយគឺបាន3ហើយវាដូចអ្វីដែលយើងចង់បានអញ្ចឹងឥឡូវឧទាហរណ៍មួយទៀតខ្ញុំចង់គណនាឫសទី5នៃ32ខ្ញុំសរសេរបែបនេះទៅគឺ32តម្លៃទី1 1លើ5តម្លៃទី2នៃ method power ហ្នឹងយើងមើលទៅខាងចម្លើយគឺចេញ2ដូចអ្វីដែលយើងចង់បានអញ្ចឹងការគណនាបែបនេះវាចេញចម្លើយត្រឹមត្រូវណាស់ក៏ប៉ុន្តែវាដូចជាមិនសូវងាយស្រួលប្រហែលទេអញ្ចឹងហើយយើងគួរណាស់តែបង្កើត function ទៅខ្លួនឯងទៅឧទាហរណ៍ថានៅក្នុង JavaScript ខ្ញុំបង្កើត function មួយដាក់ឈ្មោះថា root ជាងចុះសម្រាប់គណនាឫសហើយ parameter ទី1ខ្ញុំដាក់ nth ខ្ញុំចង់សំដៅលើឫសទីប៉ុន្មានអញ្ចឹងណាហើយខ្ញុំកំណត់មួយ parameter ទៀតគឺ number សម្រាប់ថាតម្លៃប៉ុន្មានដែលខ្ញុំចង់បញ្ចេញវាពីឫសហ្នឹងហើយគ្រឿងក្នុងរបស់វាដូចជាអត់អីពិបាកយល់ទេខ្ញុំប្រើ keyword return ដើម្បីត្រឡប់ចម្លើយចេញមកហើយខ្ញុំហៅ math object ហ្នឹងមកប្រើ method power ដូចយើងក្រងទុកមិញហ្នឹងហើយក្នុង method power តម្លៃទី1គឺជាលេខដែលយើងគិតស្វ័យគុណឧទាហរណ៍ថា32ស្វ័យគុណនឹង1លើ5ដែលវាស្មើនឹងឫសទី5នៃ32អញ្ចឹងណាអញ្ចឹងបើយើងកំណត់នៅក្នុងក្រុមការរបស់យើងនេះតើអាញាត់មួយណាដែលក្រោប32គឺ number នេះដូច្នេះខ្ញុំគួរណាស់តែសរសេរ number យ៉ាងទៅជាតម្លៃទី1ហើយតម្លៃទី2គឺស្វ័យគុណក្នុងករណីរបស់យើងគឺ1លើ5 1លើ5ហ្នឹងក្នុងករណីដែលយើងចង់គណនាឫសទី5ដូច្នេះបើឫសទីប្រមាណយើង1លើប៉ុណ្ណឹងទៅឫសទី10 1លើ10ជាងទៅអញ្ចឹងបានសេចក្តីថាកន្លែងនេះយើងកំណត់1ចែកនឹងឫសទីប្រមាណហ្នឹងយើងបានកំណត់ចូលនៅក្នុងអាញាត់ nth ហ្នឹងហើយដូច្នេះយើងសេ1ចែកនឹង nth អញ្ចឹងទៅវាគួរណាស់តែត្រឹមត្រូវហើយយើងមើលទៅខាងចម្លើយកាលណាខ្ញុំហៅ root នឹងមកហើយឧទាហរណ៍ថាខ្ញុំចង់គណនាឫសទី5ខ្ញុំសេទី5នឹងមកនៃអីមួយនៃ32ខ្ញុំសេ32មកមើលទៅខាងចម្លើយគឺចេញ2មកហើយត្រឹមត្រូវដល់អ្វីយើងចង់បានអញ្ចឹងហើយសារល្បងមួយទៀតចុះចង់គណនាឫសការ៉េមានន័យថាឫសទី2អញ្ចឹងយើងដូរកន្លែងនឹងដាក់2ទៅឫសទី2នៃ49ទៅចុះគឺចេញ7ឥឡូវយើងសិក្សាបន្តមកទៀតអំពី method ដែលប្រើសម្រាប់បង្កត់ចំនួន method ទាំងអស់នោះគឺមានប្រមាណនេះឯងហើយការបង្កត់ចំនួនដែលប្រើ method ទាំងអស់នេះគឺបង្កត់ចំនួនទៅជាចំនួនគត់ទាំងអស់ឥឡូវយើងសិក្សាដំបូងអំពី method round នេះមុនគេនៅក្នុង console ខ្ញុំហៅ object math នឹងមកប្រើប្រាស់ method round ហើយកំណត់តម្លៃឧទាហរណ៍ថា 3.4 ទៅចុះ 3.4 បង្កត់ទៅជាចំនួនគត់យើងបង្កើតជាមើលខ្ទង់ភាគ10ហើយខ្ទង់ភាគ10 4វាបង្កត់ចុះអញ្ចឹងចម្លើយចេញមកវាគួរណាស់តែជា3គឺត្រឹមត្រូវចេញមក3ហើយបើសិនជា 3.6 យើងបង្កត់ទៅជាចំនួនគត់យើងមើលខ្ទង់ភាគ10លេខ6ដូច្នេះវា
ប្រកបឡើងវាត្រូវចេញ4យើងមើលខាងចម្លើយគឺ4តកតទៅនឹង method round នេះអត់មានខុសគ្នាអីពីអ្វីដែលយើងបានរៀននៅសាលាទេក្នុងការបង្កត់ចំនួននេះហ្នឹងដោយប្រើប្រាស់ method round នេះទូនីតិរបស់វាគឺអាចបង្កត់ទៅតែជាចំនួនកូដទេហើយចុះបើយើងចង់បង្កត់នៅក្នុងភាគ10នៅក្នុងភាគ100ឬក៏ក្នុង10ក្នុង100ក្នុង1000អីចឹងទៅតែយើងបង្កត់ដោយរបៀបណាឧទាហរណ៍ថាខ្ញុំចង់បង្កត់លេខ65ជាចុះបង្កត់ក្នុង10បង្កត់ក្នុង10យើងបង្កត់ជាមួយក្នុងរាយលេខ5ហើយលេខ5គឺត្រូវបង្កត់ឡើងដូច្នេះចម្លើយចេញមកគឺទៅចេញ70ប៉ុន្តែចម្លើយចេញមកគឺចេញ65ដោយសារតែ method round នេះបង្កត់ទៅជាចំនួនកូដទេអញ្ចឹងដើម្បីបង្កត់ចំនួនមួយទៅតាមខ្ទង់10យើងគួរណាស់តែយកវាចែក10សិនទៅពីព្រោះកាលណាយកវាចែក10វានៅសល់6.5 6.5បង្កត់ទៅជាចំនួនកូដវាចេញ7ហើយ7យើងយកគុណ10វិញទៅនោះវាចេញ70វិញហើយដូចនឹងអ្វីយើងចង់បានអញ្ចឹងអាហ្នឹងបង្កត់ខ្ទង់10វិញចុះបង្កត់ខ្ទង់100ឧទាហរណ៍ថា245ជាចុះខ្ញុំចង់បង្កត់ខ្ទង់100កន្លែងនេះបើសិនជាយើងយកតនេះចែកនឹង100នៅក្នុងវងចរហ្នឹងវាចេញ2.45បន្តមកទៀត method round ហ្នឹងធ្វើឲ្យ2.45ហ្នឹងបង្កត់ចុះទៅចេញចំនួនកូដ2ចំនួនកូដ2យើងយកគុណនឹង100ទៅវាចេញ200ដូចយើងចង់បានហើយដូច្នេះយើងឃើញពីរបៀបក្នុងការបង្កត់ចំនួនទៅតាមខ្ទង់ដែលអ្វីមួយដែលយើងចង់បានហើយអត់សូវខុសគ្នាទេបើសិនជាបង្កត់ខ្ទង់ភាគអ្វីមួយឧទាហរណ៍ថាខ្ញុំមានចំនួនទស្សភាគ 1.254 នេះចុះខ្ញុំចង់បង្កត់ខ្ទង់ភាគ100កន្លែងលេខ5ហ្នឹងដូច្នេះខ្ញុំត្រូវមើលខ្ទង់ភាគ1000គឺកន្លែងលេខ4លេខ4យើងត្រូវបង្កត់ចុះដូច្នេះចម្លើយចេញមកគឺចង់ឲ្យវាចេញ 1.25 កន្លែងហ្នឹងយើងគួរសរសេរមិនយើងអាចបានបើសិនជាដាក់គុណនឹង100ទៅកន្លែងនេះវាប្រកាសជាចេញ 125.4 ហើយបង្កត់ទៅជាចំនួនកូដវាប្រកាសជាចេញ 125 ហើយយើងយកចែកនឹង100វិញទៅនោះវាចេញអ្វីដែលយើងចង់បានហើយអ្នកទាំងអស់គ្នាប្រហែលជាអត់ទាន់អ្វីដែលខ្ញុំនិយាយទេតែសាកគិតមើលខ្លួនឯងបន្តិចទៅប្រកាសជាឃើញដូចអ្វីដែលយើងសរសេរអញ្ចឹងប៉ុន្តែអ្នកទាំងអស់គ្នាប្រកាសជាមានអារម្មណ៍ថាដើម្បីប្រកបម្ដងយើងត្រូវគិតថាចែកប៉ុន្មានគុណប៉ុន្មានអីចឹងវាពិបាកមែនវាពិបាកមែនអញ្ចឹងហើយយើងអាចបង្កើត function មួយដើម្បីបង្កត់ចំនួនណាមួយទៅតាមខ្ទង់ណាមួយបានហើយតាក់ទងទៅនឹង function ហ្នឹងខ្ញុំអត់បង្ហាញអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះទេសារបង្កើតវាដោយខ្លួនឯងនៅផ្ទះទៅនៅក្នុងវីដេអូអនុវត្តខ្ញុំនឹងលើកយកមកបង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើត function សម្រាប់បង្កត់ចំនួននេះឥឡូវ method round នេះមានតែប៉ុណ្្នឹងឯងយើងសិក្សាមួយទៀតតាក់ទងទៅនឹង method seal នេះគឺប្រើសម្រាប់បង្កត់ដូចគ្នាគ្រាន់ថាបង្កត់ឡើងជានិច្ចឧទាហរណ៍ថាខ្ញុំហៅ object math នឹងមកប្រើប្រាស់ method seal ថាខ្ញុំសេក្នុងហ្នឹងដាក់ 3.4 បង្កត់ទៅជាចំនួនកូដវាគួរណាស់តែចេញ3ប៉ុន្តែយើងមើលចម្លើយគឺចេញ4ហេតុអីប្រើ method seal នេះគឺបង្កត់ឡើងជានិច្ចមិនថាលេខមួយខ្ទង់ខាងក្រោយហ្នឹងវាឡើងចុះឬក៏មិនអីទេគឺវាឡើងជានិច្ចទោះបីជាខ្ញុំដាក់ 3.7 ក៏វាឡើងដាក់ 3.1 ក៏វាឡើងប៉ុន្តែបើសិនជាខ្ញុំដាក់ 3.0 វាអត់ឡើងទេហេតុអីពីព្រោះ 3.0 វាមានតម្លៃស្មើ3ហ្នឹងឯងវាជាចំនួនកូដស្រេចហើយស្តីងគ្នានឹងដែរតាក់ទងទៅនឹង method floor នេះគឺបង្កត់ចុះជានិច្ចឥឡូវខ្ញុំឧទាហរណ៍ខ្ញុំហៅ object math ហ្នឹងមកប្រើប្រាស់ method floor ហើយខ្ញុំសរសេរ 3.2 គឺបង្កត់ចុះជាធម្មតាទេចេញចម្លើយមក3អញ្ចឹងបើសិនជាខ្ញុំដាក់ 3.9 គួរណាស់តែចេញចម្លើយ4ព្រោះបង្កត់ចំនួនកូដយើងមើលក្នុងភាគ10ក្នុងភាគ10លេខ9វាត្រូវបង្កត់ឡើងត្រូវចេញលេខ4មើលខាងចម្លើយគឺចេញលេខ3ហេតុអី method floor នេះលេខប្រមាណក៏ដោយបង្កត់ចុះជានិច្ចហើយយើងសិក្សាមួយទៀតតាក់ទងទៅនឹង method trunc នេះពាក្យពេចន៍របស់វាគឺ truncate មានន័យថាកាត់តាក់ទងទៅនឹង method truncate នេះបើគិតអំពីការបង្កត់ចំនួនវាដូចជាមិនមែនទេប៉ុន្តែវាប្រហែលគ្នាដែរគឺវាអញ្ចឹងឥឡូវខ្ញុំហៅ object មកនឹងមកប្រើប្រាស់ method trunc ហ្នឹងគឺលេខដែលយើងកំណត់ចូលនៅក្នុងហ្នឹងលេខទស្សភាគយើងចង់សរសេរក្រោយក្បៀសនេះប្រមាណក៏ដោយគឺវាកាត់ចោលទាំងអស់វាយកតែលេខមុខក្បៀសហ្នឹងមកទេយើងមើលទៅខាងចម្លើយគឺចេញលេខ3អាលេខក្រោយប្រមាណគឺវាអត់យកទេឥឡូវខ្ញុំឧទាហរណ៍មួយទៀតថាខ្ញុំដាក់លេខញ៉ៃនៅមុខចេះចុះហើយលេខក្រោយក្បៀសខ្ញុំសរសេរច្រើនជាងចុះមើលទៅខាងចម្លើយគឺកាត់ចោលតែម្ដងអត់យកទេត្រង់ចំណុចនេះមើលទៅដូចជាមានដំណើរការដូចទៅនឹង method floor ដែរពីព្រោះ method floor វាបង្កត់ចោលខាងផ្នែកទស្សភាគហ្នឹងគឺដាច់ចោលដូចគ្នាដែរហើយត្រង់នេះវាកាត់ចោលវាដូចទៅនឹងបង្កត់ចោលដែរហ្នឹងពីព្រោះខាងទស្សភាគវាបាត់អស់ដូចគ្នាតាក់ទងទៅនឹងចំណុចនេះវាប្រហែលគ្នាដែរប៉ុន្តែមិនដូចគ្នាទេវាដូចគ្នាតែនៅពេលដែលតម្លៃហ្នឹងវាជាតម្លៃវិជ្ជមានបើតម្លៃអវិជ្ជមានវិញឧទាហរណ៍ថា method floor ខ្ញុំសរសេរដក 3.2 តម្លៃចេញមកគឺដក 4 ដោយសារតែត្រូវបង្កត់ចោលដូច្នេះដក 3 វាទៅជាដក 4 ក៏ប៉ុន្តែបើសិនជាយើងប្រើ method trunc វិញគឺវាចេញដក 3 វិញអានេះវាកាត់ចោលម្ដងឥឡូវអ្នកនរគ្នាបានឃើញហើយវាភាពខុសគ្នារវាង trunc ហើយនិង floor ហ្នឹងហើយតាក់ទងទៅនឹងការបង្កត់ចំនួនក៏មានតែប៉ុណ្្នឹងដែរឥឡូវយើងសិក្សាអំពី method sign នេះមានន័យថាសញ្ញាដែលប្រើសម្រាប់បញ្ជាក់ពីភាពវិជ្ជមានឬក៏អវិជ្ជមាននៃលេខណាមួយឧទាហរណ៍ថាខ្ញុំហៅ object មកនឹងមកប្រើប្រាស់ method sign ហ្នឹងឧទាហរណ៍ក្នុងនេះខ្ញុំដាក់ដក 45 វាចេញចម្លើយមកដក 1បើសិនជាខ្ញុំសរសេរ 45 ចេញចម្លើយមក1បើសិនជាខ្ញុំសរសេរលេខ0ចេញចម្លើយមក0ចម្លើយដែលវាចេញមកមានតែប៉ុណ្្នឹងឯងក្នុងករណីដែលជាលេខណាគឺកាលណាលេខអវិជ្ជមានវាចេញមកចម្លើយគឺដក 1លេខវិជ្ជមានចេញចម្លើយមកគឺ1បើសិនជាលេខ0វាចេញចម្លើយមកគឺ0តាក់ទងទៅនឹង method sign គឺប៉ុណ្ណឹង
ឥឡូវយើងសិក្សាបន្តមកទៀតអំពី method random នេះបកប្រែមកជាខ្មែរមានន័យថាព្រាវយ៉ាងដូចម្ដេចទៅឥឡូវយើងចង់ដឹងយើងសារតែម្ដងទៅខ្ញុំហៅ object command ហ្នឹងមកប្រើប្រាស់ method random គឺយើងឃើញថាចេញចម្លើយមកប៉ុណ្ណេះខ្ញុំដំណើរការម្ដងទៀតចេញមកប៉ុណ្ណេះដំណើរការម្ដងទៀតចេញមកប៉ុណ្ណេះគឺឃើញថាខុសគ្នារហូតតែតទៅនឹង method random ហ្នឹងគឺវាអញ្ចឹងឯងគឺវាព្រាវលេខដែលនៅចន្លោះលេខ0ដល់លេខ1អញ្ចឹងលេខដែលនៅចន្លោះលេខ0ដល់លេខ1ហ្នឹងវាចេះតែព្រាវចាប់ទៅបានលេខណាវាបង្ហាញយើងឃើញអញ្ចឹងទៅហើយអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថា method ដែលចាប់លេខតែប្រដេតែប្រាស់អញ្ចឹងតើវាមានប្រយោជន៍អីដែរទៅនិយាយពីប្រយោជន៍នោះគឺថាវាមានបើតាមតែបទពិសោធន៍ខ្ញុំបើសិនជាត្រឹមតែបង្កើតអន្តរកម្មទៅឲ្យគេហទំព័រឲ្យធ្វើឲ្យគេហទំព័ររបស់យើងមានភាពរស់រវើកអីហ្នឹង method នេះគឺមិនសូវជាមានប្រយោជន៍ប្រហែលទេក៏ប៉ុន្តែកាលណាយើងបង្កើតជា game នោះ method មួយនេះនឹងត្រូវបានប្រើច្រើនគួរសមដែរឥឡូវខ្ញុំនិយាយបន្តមកទៀតគឺ method random នេះវាព្រាវលេខពីចន្លោះលេខ0ដល់លេខ1ហើយចុះបើសិនជាយើងចង់ឲ្យវាព្រាវលេខដែរតែពីចន្លោះលេខ0ដល់លេខ10វិញចុះឧទាហរណ៍ថាអញ្ចឹងណាតែយើងធ្វើដំណេចវាដូចជាអត់អីពិបាកទេយើងគ្រាន់តែប្រើប្រាស់ method នឹងដដែលហ្នឹងទៅហើយគុណវានឹង10ទៅនោះវានឹងចេញលេខព្រាវចន្លោះពីលេខ0ដល់លេខ10ហើយចុះបើ0នឹង100ក៏អត់មានអីពិបាកដែរយើងយកវាគុណនឹង100ទៅហើយចុះបើសិនយើងចង់ឲ្យវាចន្លោះពី20ទៅ120វិញតែយើងធ្វើដំណេចកាលណាយើងយកវាគុណនឹង100វាចេញចន្លោះពី0ដល់100បើសិនយើងចង់ឲ្យវាចេញចន្លោះពី20ដល់120យើងយកអាចចន្លោះពី0ដល់100ហ្នឹងយកទៅបូក20ទៅនោះវាប្រកាសជាចេញពី20ដល់120ហ្នឹងមិនអញ្ចឹងហីអ្នកទាំងអស់គ្នាគិតបន្តិចទៅមើលហើយយើងឃើញថាកាលណាយើងចង់បានលេខដែលព្រាវពីលេខណាមួយទៅលេខណាមួយយើងឃើញថាយើងសេចេះវាពិបាកអញ្ចឹងហើយយើងគួរណាស់តែបង្កើតជា function មួយទៅដើម្បីឲ្យបន្ធូរការគិតរបស់យើងក្នុងកូដរបស់ខ្ញុំបង្កើត function មួយដាក់ឈ្មោះថា random យ៉ាងចុះហើយ method random នេះខ្ញុំត្រូវការរបស់ពីរមួយគឺលេខដែលតូចបំផុតហើយមួយទៀតគឺលេខដែលធំបំផុតឧទាហរណ៍ដូចមិញខ្ញុំចង់បានលេខចន្លោះពី20ដល់120អញ្ចឹងលេខដែលតូចបំផុតគឺ20ធំបំផុតគឺ120ចង់មានន័យថាអញ្ចឹងណាហើយតម្រងដូចយើងដឹងមកអញ្ចឹងឥឡូវខ្ញុំប្រើប្រាស់ keyword return ខ្ញុំហៅ object map ប្រើប្រាស់ method random ហើយយើងត្រូវយកវាគុណនឹងប្រមាណគឺគុណនឹងលេខដែលធំបំផុតដកនឹងលេខដែលតូចបំផុតដូចយើងសេមកអញ្ចឹងចន្លោះពី20ដល់120យើងយក mat random ហ្នឹងគុណនឹង100ហ្នឹងបានមកពីណា100ហ្នឹងបើសិនជាយើងគិតគូរវាទៅគឺបានមកពី120ដក20ហ្នឹងឯងដូច្នេះបានសេចក្តីថាយើងត្រូវគុណនឹងអញ្ញត្តិ max ហ្នឹងគឺតំណាងឲ្យលេខដែលធំបំផុតហ្នឹងដកលេខដែលតូចបំផុតចេញទៅបន្តមកទៀតខ្ញុំបូកនឹងលេខដែលតូចបំផុតវិញដូចយើងសេមកអញ្ចឹងយើងគុណនឹង100ហើយបូកនឹង20ហ្នឹងគឺលេខតូចបំផុតប៉ុន្តែអ្នកនរគ្នាថាមើលបើសិនជាខ្ញុំសេចេះតើវាត្រូវដែរទេប្រកាសជាអត់ត្រូវទេហេតុអីពីព្រោះកាលណាយើងសេបែបនេះវាប្រកាសជាយក mat random នេះគុណនឹងអញ្ញត្តិ max ហ្នឹងហើយយកដក min ហើយបូក min វិញតែយើងអត់ចង់បានអញ្ចឹងទេយើងចង់ឲ្យអា max ដក min នេះមុនដើម្បីកណនា max ដក min នេះមុនយើងត្រូវសរសេរវានៅក្នុងវងកញ្ចក់ដែលយើងដឹងអញ្ចឹងរបស់ដែលនៅក្នុងវងកញ្ចក់គឺវាដំណើរការមុនសេតែប៉ុណ្ណេះទៅ max នេះដក min នេះចេញមុនហើយបានវាយកទៅគុណនឹង mat random នេះចេញចម្លើយមកបានវាយកទៅបូក min ឥឡូវខ្ញុំតែសារវាទុកខ្ញុំមើលទៅខាងចម្លើយខ្ញុំសារប្រើប្រាស់ method random នឹងទៅមើលហើយឧទាហរណ៍ថាខ្ញុំចង់ឲ្យវាចេញពី0ដល់10ឥឡូវខ្ញុំដំណើរការវាពីរដងយើងឃើញថាចេញចម្លើយមកគឺវាអត់តូចជាង0ហើយគឺវាអត់ធំជាង10ដែរដូច្នេះយើងអាចសន្មតបានថាត្រឹមត្រូវឥឡូវខ្ញុំសាកមួយទៀត20ហើយនិង120មិនចុះគឺឃើញថាដូចជាត្រឹមត្រូវហើយមកចំណុចទៀតអ្នកទាំងអស់នេះឃើញថាលេខដែលចេញមកគឺលេខចំនួនទស្សភាគទាំងអស់មានអ្វីៗនៅពីក្រោយបែបនេះដូច្នេះយើងគួរណាស់តែបង្កើតជាលក្ខណៈអីមួយដល់ random function របស់យើងដែលអាចឲ្យអ្នកប្រើប្រាស់នឹងប្រើប្រាស់ function នឹងហើយអាចកំណត់បានថាគេចង់បានជាទស្សភាគដោយអ្វីដែលយើងឃើញហ្នឹងឬក៏ជាចំនួនគត់អញ្ចឹងខ្ញុំកំណត់តម្រូវការមួយដាក់ក្នុង function របស់យើងឧទាហរណ៍ថាខ្ញុំដាក់ថា integer នេះចុះអ្វីដែលខ្ញុំចង់ធ្វើតាក់ទងទៅនឹង integer នេះគឺវាអញ្ចឹងគឺកាលណាអ្នកប្រើប្រាស់កំណត់ឲ្យកន្លែង integer ហ្នឹងដាក់ទៅជា true កាលណា integer នឹង true មានន័យថាគេត្រូវការចំនួនគត់ហើយអញ្ចឹងកាលណាគេត្រូវការចំនួនគត់ខ្ញុំចង់ឲ្យអាចម្លើយហ្នឹងមុននឹងចេញមកហ្នឹងខ្ញុំចង់ឲ្យវាបង្កត់សិនពីព្រោះកាលណាបង្កត់ទៅវាចេញចំនួនគត់ហើយប្រើប្រាស់ method floor ឬក៏ method អ្វីដែលយើងបានរៀនហ្នឹងឥឡូវអ្វីដែលខ្ញុំចង់ធ្វើគឺអញ្ចឹងបើសិនជាខ្ញុំ return តែម្ដងវាដូចជាមិនសូវស្រួលទេឥឡូវខ្ញុំបង្កើតអញ្ញត្តិមួយដាក់ output ជាដែលក្តាប់តម្លៃទាំងអស់ហ្នឹងបន្តមកទៀតខ្ញុំកំណត់ថាប្រសិនបើ integer របស់យើងមានតម្លៃស្មើនឹង true គឺខ្ញុំសរសេរបែបនេះប៉ុន្តែក្នុងករណីនេះយើងមិនបាច់សរសេរ integer ស្មើនឹង true ទេក៏បានដែរយើងសរសេរត្រឹមតែ integer នេះក៏បានដែរពីព្រោះកាលណាគេកំណត់ integer នឹងឲ្យទៅជា true នោះនៅក្នុងវងកញ្ចក់នោះវាចេញតម្លៃ true កាលណាវាចេញតម្លៃ true វានឹងដំណើរការហើយអញ្ចឹងយើងមិនបាច់ដាក់ស្មើនឹង true អញ្ចឹងក៏វា true ដែរពីព្រោះតែ integer true វា true ហើយនៅក្នុងលក្ខខណ្ឌមួយហ្នឹងកាលណា integer នឹងស្មើនឹង true ខ្ញុំឲ្យអញ្ញត្តិ output របស់យើងស្មើនឹង mat object floor method ខ្ញុំប្រើ floor method យ៉ាងចោលដើម្បីបង្កត់ចំនួនឲ្យវាចោលខ្ញុំឲ្យវាបង្កត់តម្លៃ output ចាស់ហ្នឹងហើយនៅខាងក្រោមនេះគឺខ្ញុំ return output នេះចេញមកយើងសាកមើលទៅខាងចម្លើយបន្តិចមើលកាលណាខ្ញុំសរសេរដូចតំមុនហ្នឹងគឺឃើញថាចេញជាចំនួនទស្សភាគកាលណាខ្ញុំចង់ឲ្យវាចេញជាចំនួនគត់គឺខ្ញុំត្រូវបន្ថែមតម្រូវការមួយទៀតខាងក្រោយគេនេះគឺខ្ញុំដាក់ true ទៅគឺចេញចំនួនគត់ដែរគឺដូចអ្វីដែលយើងចង់បានអញ្ចឹងប៉ុន្តែតើតើនឹង method នេះមានបញ្ហាមួយទៀតបញ្ហាឧទាហរណ៍តែយើងអត់កំណត់តម្លៃអីនៅក្នុងហ្នឹងតើវាចេញអីវិញវាចេញ nan ត្រង់ចំណុចនេះអ្នកនរគ្នាមិនបាច់កែក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំកែគឺខ្ញុំ
ខ្ញុំចង់ឲ្យលេខដែលតូចបំផុតនេះកាលណាអ្នកដែលប្រើប្រាស់បានកំណត់ខ្ញុំចង់ឲ្យវាមានតម្លៃស្មើ0ហើយ max នេះកាលណាអ្នកប្រើប្រាស់បានកំណត់ខ្ញុំចង់ឲ្យវាមានតម្លៃស្មើ1ហើយសម្រាប់ integer នេះបើសិនជាអ្នកប្រើប្រាស់បានកំណត់វាមានតម្លៃទៅជា undefined ហើយ undefined កាលណាយើងយកមកពិនិត្យនៅក្នុង condition កន្លែងនេះគឺវាចេញតម្លៃមក false ជានិច្ចប៉ុន្តែដើម្បីឲ្យវាដំណើរការទៅតាមលក្ខខណ្ឌខ្ញុំចង់ឲ្យវាមានតម្លៃស្មើនឹង false ដូច្នេះគឺវាបានហើយយើងមើលកាលណាខ្ញុំដំណើរការ method random ហើយខ្ញុំអត់កំណត់លេខនៅក្នុងនោះទេយើងមើលទៅខាងចម្លើយគឺវានៅតែដំណើរការដដែលនឹងឯងហើយវាដំណើរការលើកនេះគឺវាព្រាវលេខពីចន្លោះលេខ0ដល់លេខ1ហើយខ្ញុំចង់កែតែនេះបន្តិចទៀតគឺអត់កែដំណើរការរបស់វាទេគឺខ្ញុំចង់បដូរកន្លែង if កន្លែងនេះសរសេរតាមមួយវិធីផ្សេងទៀតគឺខ្ញុំសរសេរ output ស្មើនឹងកាលណា integer នឹងចេញចម្លើយមកពិតខ្ញុំឲ្យដំណើរការ mat for នេះហើយកាលណាមិនពិតឲ្យដំណើរការ output ចាស់ហ្នឹងឯងតើចំណុចនេះបើសិនជាអ្នកនរគ្នាមិនច្បាស់ទេអ្នកនរគ្នាអាចមើលវីដេអូដែលនិយាយពីលក្ខខណ្ឌបានខ្ញុំសរសេរអញ្ចឹងទៅធ្វើទៅវាពិបាកអានបន្តិចមែនក៏ប៉ុន្តែ function តែបង្កើតត្រឹមត្រូវហើយយើងមិនបាច់មើលហើយច្រើនទេយើងមើលតែដំណើរការរបស់វាហ្នឹងអញ្ចឹងហើយយើងសរសេរបែបនេះទៅមើលទៅរីខ្លីបន្តិចដំណើរការរបស់វាដែលចេញមកដូចតែមុនហ្នឹងឯងអត់មានអីប្លែកទេហើយតើតើទៅនឹង method random នេះដូចជាមានតែប៉ុណ្្នឹងឯងមានអីទៀតទេឥឡូវយើងសិក្សាបន្តមកទៀតអំពី method ដែលប្រើនៅក្នុងមេរៀន exponential និង logarithm ហើយដំបូងគេនេះយើងសិក្សាអំពី method exp ពីពេចរបស់វាគឺ exponential មានន័យថា exponential ហ្នឹងឯងឥឡូវនៅក្នុង code ខ្ញុំហៅ object command នឹងមកប្រើប្រាស់ exp method នេះមកបើសិនជាខ្ញុំកំណត់តម្លៃចូលទៅក្នុងហ្នឹងឧទាហរណ៍ថា10ជាចូលវាចេញចម្លើយមកប៉ុណ្ណេះហេតុអី method exp នេះកាលណាយើងសរសេរបែបនេះគឺមានន័យថាស្វ័យគុណនឹង10ហ្នឹងគឺជាតម្លៃនៃលើដែលយើងបានរៀនពីដើមវីដេអូអញ្ចឹងហើយយើងយកវាស្វ័យគុណ10ទៅហើយឥឡូវយើងមើល method មួយទៀតគឺ method exp ដែរតែមាន m មួយនៅកន្ទុយនេះទៀតត្រង់ចំណុចនេះវាអត់សូវខុសគ្នាអីពី method exp ហ្នឹងទេឥឡូវខ្ញុំដំណើរការកូនបាញ់មិញហ្នឹងទៅបន្តមកខ្ញុំថែម m មួយចេញមកចម្លើយចេញមកគឺបែបនេះ exp m មួយហើយតម្លៃក្នុង10ហ្នឹងគឺស្មើនឹងស្វ័យគុណនឹង10ដូចនឹងមុនហ្នឹងដែរប៉ុន្តែលើកនេះគឺដក1 m មួយហ្នឹងមានន័យថា minus 1មានន័យថាដក1យើងឃើញថាខាងលើហ្នឹងវាស្មើនឹង22.026ហើយចុចប៉ុន្មានយ៉ាងទៅនៅក្រោមនេះគឺ22.025 method exp m មួយនេះវាបានតម្លៃពី exp ហើយយកដក1ចេញទៅគឺបានហើយឥឡូវយើងសិក្សាតទៀតអំពី method ដែលតាក់ទងទៅនឹងមេរៀន logarithm ឥឡូវយើងមើល method ដំបូងគេនេះ method log មានន័យថា log method មួយនេះអ្នកនរគ្នាប្រហែលជាគិតថាវាជា method សម្រាប់គណនា logarithm ឧទាហរណ៍ថា log 10 2.3 ហេតុអីបើតាមតែយើងគិតថា logarithm ធម្មតាបើសិនជាយើងសេ logarithm នៃ10អញ្ចេះវាមានន័យថា logarithm គោល10នៃ10គ្រាន់ថាកាលណា logarithm នឹងគោល10យើងសេតទេបែបនេះមានន័យថាវាគោល10ហើយខ្ញុំបើកសិនគិតលេខនេះមកហើយខ្ញុំចូលកន្លែង scientific នេះដើម្បីឲ្យឃើញឧបករណ៍ច្រើនឧទាហរណ៍ថាខ្ញុំគណនា logarithm នៃ10ខ្ញុំសេ10ហើយ logarithm នឹងទៅគឺវាចេញ1ពីព្រោះ logarithm ដែលយើងប្រើនៅក្នុងគណិតវិទ្យាគឺវាមានគោល10ប៉ុន្តែតើតើទៅនឹង method log នេះមិនមែនស្មើនឹង logarithm គោល10ដែលយើងធ្លាប់ប្រើនៅគណិតវិទ្យាទេគឺស្មើនឹង logarithm គោល logarithm គោលក្នុងគណិតវិទ្យាដែលយើងដឹងអញ្ចឹងគឺស្មើនឹង len អញ្ចឹងមានន័យថា method log នេះគឺជា method ដែលប្រើសម្រាប់គណនា len នៃអ្វីមួយដូច្នេះកុំច្រឡំថា method log នេះសម្រាប់គណនា logarithm គោល10គឺគណនា logarithm គោលមានន័យថាគណនា len ឥឡូវយើងបានដឹងហើយអំពី method log នេះយើងសិក្សាមួយទៀតអំពី method log 1p log 1p នេះវាស្តៀងទៅនឹង log ដែរឥឡូវខ្ញុំដំណើរការកូដមុននេះខ្ញុំសរសេរ log 1p នេះគឺចេញចម្លើយមកបែបនេះតើកូដកន្លែងនេះវាស្មើនឹងអ្វីគេក្នុងគណិតវិទ្យារបស់យើងបើសិនយើងប្រើ method log 10បែបនេះវាស្មើនឹង len 10នៅក្នុងគណិតវិទ្យាហើយលើកនេះយើងប្រើ log 1p 10នៅក្នុងគណិតវិទ្យាវាស្មើនឹង len 10បូកនឹង1តាក់ទងទៅនឹង 1p នេះគឺយកអាតម្លៃនៅក្នុងវងកញ្ចក់ហ្នឹង10ហ្នឹងយកទៅបូកនឹង1 10បូកនឹង1ចេញ11ដូច្នេះវាស្មើនឹង len 11ឥឡូវក្នុងម៉ាស៊ីនគិតលេខនេះខ្ញុំសរសេរលេខ11ខ្ញុំចុច len ទៅគឺឃើញថាចេញចម្លើយមកដូចគ្នាឥឡូវយើងសិក្សាបន្តមកទៀតអំពី method log 2 log 2នេះគឺជា method ប្រើសម្រាប់គណនា logarithm គោល2ឧទាហរណ៍ថា logarithm គោល2នៃ8យើងសរសេរ mat.log 2តមកកំណត់8នៅក្នុងនោះទៅនោះវាចេញ3ហើយត្រង់ចំណុចនេះអត់អីពិបាកយល់ទេឥឡូវ method មួយទៀត method log 10 method log 10នេះគឺសម្រាប់គណនា logarithm គោល10 logarithm គោល10ហ្នឹងកាលនៅគណិតវិទ្យាគឺយើងអាចសរសេរត្រឹមតែ log ធម្មតាបានឧទាហរណ៍ថាខ្ញុំចង់គណនា logarithm គោល10នៃ1000នោះខ្ញុំប្រើ method log 10ហ្នឹងទៅហើយកំណត់តម្លៃ1000ចូលទៅក្នុងហ្នឹងទៅវាបានហើយ method ដែលតាក់ទងទៅនឹងមេរៀន exponential តាក់ទងមេរៀន logarithm គឺមានតែប៉ុណ្្នឹងឯងហើយអ្នកនរគ្នាប្រហែលជាឆ្ងល់ថា logarithm ប្រមាណនេះមានតែគណនាគោល2គោល10ហើយនិងគោលទេហើយចុះគោលផ្សេងពីហ្នឹងឧទាហរណ៍គោល20គោល30ឬក៏គោលប្រមាណដែលយើងចង់គណនាតើយើងធ្វើដូចម្ដេចត្រង់ចំណុចនោះគឺ JavaScript អត់បង្កើតឲ្យយើងឆាយទេប៉ុន្តែយើងអាចបង្កើតជា function ដើម្បីគណនាខ្លួនឯងបានឧទាហរណ៍ថា function ហ្នឹងខ្ញុំដាក់ឈ្មោះថា log អញ្ចឹងបានន័យថា logarithm ហើយតម្រូវការក្នុងហ្នឹងមុនដំបូងគឺខ្ញុំចង់ឲ្យកំណត់អំពីគោលដែលយើងត្រូវគណនាពីព្រោះយើងនិយាយអញ្ចឹង logarithm គោលប្រមាណនៃប្រមាណអញ្ចឹងយើងសរសេរគោលមុនសរសេរលេខដែលត្រូវគណនាអញ្ចឹងក្នុងនេះខ្ញុំដាក់ពាក្យ base គឺតំណាងឲ្យគោលហ្នឹងហើយលេខដែលត្រូវយកមក
កណនីហ្នឹងខ្ញុំដាក់ number ហើយយើងសម័យតិចមើលថាដើម្បីកណនី logarit ឧទាហរណ៍ថា logarit គោល3នៃ81តើយើងធ្វើដូចម្ដេចក្នុងមេរៀន logarit គឺវាមានចំណុចនេះមួយដែលអ្នកទាំងគ្នាអាចប្រើប្រាស់ក្នុង function នេះបានគឺកាលណា logarit គោលដូចគ្នានៅខាងលើខាងក្រោមនេះកណនីលេខបែបហ្នឹងចម្លើយចេញមកគឺវាស្មើនឹង logarit គោលនៃអាលេខខាងក្រោមហ្នឹងនៃលេខអានៅខាងលើហ្នឹងហើយ method ដែលយើងមាន logarit គោលយើងមាន logarit គោល2គោល10ដូច្នេះយើងអាចយកអាទាំងអស់ហ្នឹងមកប្រើបានឧទាហរណ៍ថាយើងយក logarit គោល2មកប្រើអញ្ចឹងយើងអាចនិយាយបានថា logarit គោល3នៃ81ហ្នឹងវាស្មើ logarit គោល2នៃ81ចែកឲ្យ logarit គោល2នៃ3ទៅវាបានហើយគឺដូចគ្នាអញ្ចឹងហើយ function របស់យើងគឺបែបហ្នឹងឯងគឺយើងយក logarit គោល2នៃ number ចែកនឹង logarit គោល2នៃ base ទៅគឺវាចេញចម្លើយហើយឥឡូវយើងសារយក function របស់យើងមកដំណើរការខ្ញុំសេលអ្វីដែលយើងចង់កណនីគឺ logarit គោល3នៃ81ដំបូងយើងសេគោលដូច្នេះយើងសេលេខ3ហ្នឹងព្រោះ3នេះជាគោលហើយលេខ81ជាលេខដែលយើងចង់ឲ្យបង្ហាញចេញពី logarit ហ្នឹងយើងមើលទៅខាងចម្លើយគឺចេញ4អញ្ចឹងហើយយើងអាចសន្មតបានថា function របស់យើងគឺត្រឹមត្រូវដែរហើយឥឡូវយើងសិក្សាបន្តមកទៀតអំពី method ដែលតាក់ទងទៅនឹងត្រីកោណមៀតហើយខ្ញុំជឿថាអ្នកមើលវីដេអូនេះភាគច្រើនគឺភ្លេចមេរៀននេះអស់ហើយកុំថាឡើយតែអ្នកនរគ្នាតែខ្ញុំក៏ភ្លេចដែរហើយខ្ញុំនឹងនិយាយប្រើយកតែម្ដងតាក់ទងទៅនឹងមេរៀននេះពីព្រោះអីបើសិនជាអ្នកមើលវីដេអូនេះចាំមេរៀនត្រីកោណមៀតហ្នឹងប្រកាសជាយល់នៅអ្វីដែលខ្ញុំនិយាយតែម្ដងឥឡូវយើងសិក្សាពីស្រួលមុនគឺ method cos នេះគឺប្រើសម្រាប់គណនា cosinus ហើយ method sin ប្រើសម្រាប់គណនា sinus ហើយតង់នេះប្រើសម្រាប់គណនាតង់សង់ហើយរបស់ដែលយើងយកមកគណនាហ្នឹងអត់គិតជា degree ទេគឺគិតជា radian ដូចយើងដឹងអញ្ចឹងគិតជា radian វាពិបាកណាស់ឧទាហរណ៍ថា90 degree ស្មើ20លើ2អញ្ចឹងហើយវាស្មើ3.14អាហ្នឹងគិតការនៅវិទ្យាល័យហើយបើគិតឲ្យអស់ទៅវាមានច្រើនជាងនឹងទៀតហើយនៅពេលដែលយកចែកនឹង2អ្នកទាំងអស់គ្នាសម័យទៅចេញវាបានចេញ1កន្លះជាងដូច្នេះដើម្បីគណនាកុសឬក៏ស៊ីនឬក៏តង់នៃមុំណាមួយបើសិនជាយើងសម័យទៅលើរ៉ាត់យ៉ង់យើងពិបាកសម័យណាស់ប៉ុន្តែបើសិនជាយើងសម័យទៅលើ degree វាស្រួលអញ្ចឹងយើងគួរណាស់តែបង្កើត function មួយដែលប្រើសម្រាប់បំលែងពី degree ទៅរ៉ាត់យ៉ង់អញ្ចឹងហើយនៅក្នុងកូដខ្ញុំបង្កើត function សម្រាប់បំលែង degree ទៅរ៉ាត់យ៉ង់ហ្នឹងហើយខ្ញុំដាក់ពាក្យថា 2 radian ហើយតម្រូវការនៃ function នោះគឺ degree ខ្ញុំដាក់ degree ចូលទៅក្នុងនឹងទៅវាបំលែងទៅចេញជារ៉ាត់យ៉ង់ឥឡូវយើងគិតមើលថាដើម្បីបំលែងពី degree ទៅរ៉ាត់យ៉ង់តើយើងធ្វើដូចម្ដេចឧទាហរណ៍ថាយើងឧទាហរណ៍ស្រួលគិតចុះ90 degree ស្មើប៉ុន្មានរ៉ាត់យ៉ង់តកតងនឹងត្រីកោណមៀនគឺជារង្វង់មួយដែលមានកម្មស្មើ1ហើយរង្វង់បរិមាណរបស់វាគឺ2 pi r ហើយ r ហ្នឹងគឺជាកម្មនឹងឯងតកតងនឹងត្រីកោណមៀនគឺកម្មស្មើ1ដូច្នេះវាស្មើនឹង2 pi គុណ1 2 pi គុណ1ស្មើ2 pi ហ្នឹងឯងអាហ្នឹងគឺជាបរិមាណហើយបើគិតតកតងទៅនឹង degree មួយជុំហ្នឹងគឺស្មើនឹង360 degree ដូច្នេះមានន័យថា2 pi ហ្នឹងវាស្មើ360 degree ហ្នឹងឯងហើយចុះ90 degree វាស្មើប៉ុន្មានហើយ2 pi ហ្នឹងរ៉ាត់យ៉ង់360ហ្នឹងគឺ degree អ្វីដែលយើងចង់បានគឺ90 degree ស្មើនឹងប្រមាណរ៉ាត់យ៉ង់ឥឡូវអាប្រមាណរ៉ាត់យ៉ង់ដែលស្មើនឹង90 degree នោះខ្ញុំតាំងវាដោយ h ចេញមកសរសេរបែបនេះខ្ញុំអាចគុណខ្វែងវាបានតើតើមេរៀនសមមូលគឺកាលណាវាមានសមភាពគ្នាអញ្ចឹងយើងអាចគុណខ្វែងចឹងបានគឺយើងបាន 360h ស្មើនឹង 2 pi 90យើងយក2គុណ90ទៅស្មើ180 pi 360h ស្មើ180 pi h វាស្មើនឹង180 pi ចែក360ហើយយើងសម្រួលគ្នាទៅ h ស្មើនឹង pi លើ2ដូច្នេះ90 degree របស់យើងបើគិតជារ៉ាត់យ៉ង់គឺ pi លើ2ក៏ប៉ុន្តែបើសិនយើងធ្វើអញ្ចឹងវាបានតែចម្លើយប៉ុន្តែអត់បានរូបមន្តដែលយើងអាចប្រើក្នុង function 2 radian របស់យើងទេអញ្ចឹងយើងគួរតែគិតអញ្ចេះវិញយើងសារដើមឡើងវិញ2 pi ស្មើ360 h ស្មើនឹង90 degree ហើយយើងគុណខ្វែងទៅយើងបាន 360h ស្មើនឹង2 pi 90 degree អ្វីដែលខ្ញុំចង់ធ្វើគឺរក្សាទុកអា90 degree នេះអត់គុណបញ្ចូលជាមួយ2ទេព្រោះកាលណាយើងគុណចូលវាបាត់ធាតុដើមនៃ90ហ្នឹងហើយយើងចង់ដឹងថា h ហ្នឹងជារ៉ាត់យ៉ង់ហ្នឹងវាស្មើនឹងប្រមាណបើសិនជាខ្ញុំទុកលេខ90ហ្នឹងយកមកគណនាគ្នាហ្នឹងណាឥឡូវបានបែបនេះហើយខ្ញុំចែកអង្គទាំង2នឹង360អង្គទី1 360ចែក360បាន h អង្គទី2ខ្ញុំសម្រួល2នឹង360វាស្មើនឹង pi 90 degree លើ180ដូច្នេះយើងបានហើយដើម្បីគណនារ៉ាត់យ៉ង់មួយគឺយើងយក degree ដែលយើងចង់គណនាហ្នឹងដូចនេះ90 degree ហ្នឹងយកទៅគុណនឹង pi ហើយចែកនឹង180នេះគឺជារូបមន្តដែលយើងត្រូវប្រើនៅក្នុង function របស់យើងឥឡូវខ្ញុំបង្កើតជាអាញាត output មួយសម្រាប់ក្រោបតម្លៃហ្នឹងគឺស្មើនឹងយើងនិយាយមិញ degree របស់យើងដែលខ្ញុំតាំងឲ្យអាញាត degree ហ្នឹងគុណនឹង pi ដូចយើងបានរៀនពីដើមវីដេអូអញ្ចឹងគឺតម្លៃនៃ pi បានផ្ទុកនៅក្នុង property pi នៃ object math ឥឡូវខ្ញុំហៅ object math ហ្នឹងមកប្រើ property pi នោះគឺបាន pi ហ្នឹងហើយបន្ទាប់មកទៀតខ្ញុំចែកនឹង180កន្លែងនេះគឺចេញចម្លើយមកហើយបន្ទាប់មកទៀតខ្ញុំត្រឡប់ចម្លើយហ្នឹងឲ្យចេញមកក្រៅឬក៏មិនបាច់ហែនិយាយក៏បានដែរខ្ញុំកាត់អាកន្លែងនេះដាក់ចំនួនកន្លែងចម្លើយនឹងតែម្ដងទៅសេតែមកផ្ទាត់ចេះទៅវាស្រួលខ្ញុំរក្សាវាទុកខ្ញុំមើលទៅខាងចម្លើយឥឡូវខ្ញុំប្រើប្រាស់ function 2 radian ហ្នឹងហើយក្នុងនេះខ្ញុំដាក់180 degree ជាមួយវាចេញប្រមាណគឺចេញ 3.141592 ឯណានៃហ្នឹងតើហ្នឹងគឺជាអ្វីអាហ្នឹងគឺគិតជារ៉ាត់យ៉ង់180 degree គិតជារ៉ាត់យ៉ង់គឺស្មើនឹង pi គឺ 3.14 ស្អីហ្នឹងឯងហើយចុះបើសិនជា90 degree វិញគឺវាចេញ 1.57 អីទាំងអស់ហ្នឹងតើអាហ្នឹងគឺជាអ្វី90 degree គិតជារ៉ាត់យ៉ង់គឺស្មើនឹង pi លើ2 pi ស្មើ 3.14 3.14 ចែក2វាបាន 1.57 អីហ្នឹងឯងដូច្នេះវាត្រឹមត្រូវអ្វីដែលយើងចង់អញ្ចឹងយើងឃើញថាយើងបាន function មួយដែលប្រើសម្រាប់គណនាពី degree ទៅរ៉ាត់យ៉ង់ហើយដោយបានអញ្ចឹងហើយគឺងាយហើយ method របស់យើង cosine អីមកកាផ្លេហ្នឹងបើសិនយើងគិតជារ៉ាត់យ៉
យ៉ងយើងសម័យមិនចេញទេប៉ុន្តែយើងអាចប្រើប្រាស់ function ដែលយើងបង្កើតហ្នឹងដើម្បីបំលែងពី degree ទៅជា rad យ៉ងជាងទៅហើយយកតម្លៃហ្នឹងដាក់ចូលទៅក្នុង method cos ឬក៏ sin ឬក៏ស្អីហ្នឹងទៅឥឡូវឧទាហរណ៍ថាខ្ញុំចង់គណនា cos 60 degree ស្មើនឹងប្រមាណគឺខ្ញុំអាចធ្វើបានដោយហៅ object math ហើយប្រើប្រាស់ method cos ហ្នឹងទៅ60 degree គិតជា rad យ៉ងប្រមាណខ្ញុំមិនដឹងទេតែខ្ញុំអាចបំលែង60 degree ទៅជា rad យ៉ងដោយប្រើ function របស់យើងឥឡូវខ្ញុំហៅ function របស់យើងនៅក្នុងវងកញ្ចក់ហ្នឹងតែម្ដងទៅហើយតម្លៃនៅក្នុងវងកញ្ចក់ហ្នឹងគឺខ្ញុំសរសេរជា degree 60 degree កន្លែងនេះគឺ function 2 radian ហ្នឹងបំលែង60ហ្នឹងតំណាងឲ្យ60 degree ហ្នឹងទៅជា rad យ៉ងចេញតម្លៃ rad យ៉ងប៉ុន្មានវាចូលទៅក្នុង method cos នៃ math object ហ្នឹងទៅវាចេញចម្លើយមកគឺគណនា cos នៃ60 degree ហើយយើងមើលខាងចម្លើយគឺអ្នកទាំងអស់គ្នាឃើញចម្លើយ 0.5001 បើតាមតែយើងរៀននៅវិទ្យាល័យ cos 60 degree ស្មើនឹង1លើ2គឺមានតម្លៃស្មើនឹង 0.5 ប៉ុន្តែអ្នកទាំងអស់គ្នាឃើញ 0.501 នេះចំណុចនេះគឺធម្មតាទេគណនានៅក្នុងកុំព្យូទ័រដោយសារតែ function 2 radian របស់យើងនេះឧទាហរណ៍ថាខ្ញុំសរសេរ 2 radian 60 degree នេះនៅខាងក្រៅយើងឃើញថាចេញចម្លើយមក60 degree ហ្នឹងស្មើនឹង rad យ៉ង 1.04 ហើយនៅខាងក្រៅនេះហើយអ្នកទាំងអស់គ្នាគិតមើលថាលេខហ្នឹងអាចបញ្ចប់ទេខ្ញុំអត់ដឹងថាវែងប៉ុណ្ណាទេខ្ញុំជឿថាវាមាននៅទៀតក៏ប៉ុន្តែវាប្រើប្រាស់តែប៉ុណ្្នឹងឯងដូចយើងដឹងចឹងលេខនៅក្នុង JavaScript គឺវាមានកំណត់មិនមែនតែនៅក្នុង JavaScript ទេឲ្យតែនៅក្នុងកុំព្យូទ័រលេខគឺវាមានកំណត់ទាំងអស់វាយកតម្លៃតែប៉ុណ្្នឹងទៅដាក់ចូលទៅក្នុង method cos របស់យើងអញ្ចឹងវាអាចចេញចម្លើយមកបានទេពីព្រោះ rad យ៉ងនៃ60 degree នេះគឺវាមានលេខតទៅទៀតប៉ុន្តែយើងកាត់លេខនឹងចោលយើងយកតែប៉ុណ្្នឹងមកប្រើអញ្ចឹងហើយបានជាវាចេញចម្លើយមកអត់ប្រក្រតីដោយសារតែយើងអត់អាចយកលេខទាំងអស់របស់វាមកប្រើបានទេប៉ុន្តែយ៉ាងណាក៏ដោយយើងមើលឃើញថាទំហំដែលវាខុសហ្នឹងវាស្ទើរតែអត់ទៅហើយបញ្ហាអញ្ចឹងអត់ចេះឥទ្ធិពលអីដល់យើងក្នុងការសរសេរកូដត្រឹមតែគេហទំព័រអីបែបនេះទេអញ្ចឹងហើយបានសេចក្តីថាចម្លើយដែលចេញមក 0.5001 កន្ទុយនិយាយគឺអាចយកជាការបានឥឡូវយើងបានឃើញពីរបៀបប្រើប្រាស់ method cos ហើយតើតើទៅនឹង method sin តង់អីក៏វាអត់ខុសគ្នាដែរដាក់តារាយ៉ាងចូលវាគណនាតាមហ្នឹងហើយឥឡូវយើងមើលមកខាង method cos method sin method តង់នេះក៏អត់អីពិបាកបញ្យល់អ្នកទាំងអស់គ្នាដែរពីព្រោះឈ្មោះនៃ method នេះវាដូចទៅនឹងទូនីតិអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាំមេរៀន cos sin តង់អីហ្នឹងប្រកាសជាចាំហើយដែល cos ហ្នឹងវាស្មើ cos ស្វ័យគុណដក1 sin ហ្នឹងវាស្មើ sin ស្វ័យគុណដក1តង់ហ្នឹងវាស្មើតង់ស្វ័យគុណដក1ជារំលាយត្រឡប់នៃតង់ cos ហើយ sin ហ្នឹងប៉ុន្តែវាប្លែកត្រង់វាមានតង់2នេះតង់2នេះនៅគណិតវិទ្យាបើតាមតែខ្ញុំរៀនគឺអត់មានទេបើសិនជាយើងគិតតង់សងឥឡូវយើងគិតទៅលើ cos មុន cos គឺបន្ទាត់ដេកដែលយើងអាចនិយាយថាជាបន្ទាត់ x ចឹងចុះហើយ sin គឺនៅបន្ទាត់បញ្ឈរបន្ទាត់ y ហើយតង់ហ្នឹងគឺបន្ទាត់បញ្ឈរដែលនៅខាងឆ្វេងឬខាងស្ដាំបើនៅខាងស្ដាំវាមានទិសដៅពីក្រោមឡើងលើបើនៅខាងឆ្វេងវាមានទិសដៅពីលើចុះក្រោមហើយបើសិនជា degree ហ្នឹងនៅ45 degree កាលណាយើងបំព្រួញទៅចំណុចតង់សងគឺវានៅកន្លែងនេះហើយបើសិនជា225 degree បំព្រួញទៅកន្លែងតង់សងក៏វាចេញចម្លើយដូចគ្នាដែរនឹងតាក់ទងទៅនឹងការប្រើប្រាស់តង់សងធម្មតាដូច្នេះគណនាតង់សងកន្លែង125 degree និង45 degree វាចេញចម្លើយដូចគ្នាបើចេញចម្លើយដូចគ្នាចម្លើយមួយហ្នឹងតើសម្រាប់45 degree ឬក៏សម្រាប់225 degree អាហ្នឹងគឺអាស្រ័យទៅនឹងកាត់ត្រង់ដែលវាចេញមកបើសិនជានៅកាត់ត្រង់ទី1នោះមានន័យថាមុំហ្នឹងគឺ45 degree បើនៅកាត់ត្រង់ទី3គឺ225 degree ហើយអាហ្នឹងគឺតាក់ទងទៅនឹងអាតង់ធម្មតាបើប្រើអាតង់ធម្មតាតម្លៃដែលប្រើនៅក្នុង method មួយហ្នឹងគឺតែមួយតម្លៃទេប៉ុន្តែកាលណាយើងប្រើអាតង់2គឺយើងអាចកំណត់ពីតម្លៃចូលទៅក្នុងបានគឺ y ហើយនិង x កាលណាយើងកំណត់ទាំង y កំណត់ទាំង x ចឹងទៅអាតង់2ហ្នឹងអាចបញ្ជាក់បានថាមុំកន្លែងហ្នឹងមួយវានៅជ្រុងកន្លែងនេះឬក៏ជ្រុងកន្លែងនេះហើយដូច្នេះក្នុងការប្រើប្រាស់អាតង់2ហ្នឹងគឺវាមានប្រយោជន៍បែបហ្នឹងឯងគឺយើងអាចកំណត់ពីតម្លៃចូលទៅក្នុង method ហ្នឹងបានដែលតម្លៃទី1គឺតម្លៃតាមទិសដៅ y ហើយតម្លៃទី2គឺតាមទិសដៅ x ឥឡូវយើងសិក្សាបន្តមកទៀតពីអា cos x អាតង់ x នេះគឺគណនាអា cos e ពាក់បូលអា sin e ពាក់បូលអាតង់ e ពាក់បូលហើយកំណត់តម្លៃចូលក្នុងហ្នឹងទៅវាគណនាចេញហើយមាន method មួយទៀតគឺ method hypotenuse ពាក្យពេចន៍របស់វាគឺ hypotenuse មានន័យថា hypotenuse យើងអានតាមភាសាបារាំងតាក់ទងទៅនឹងចំណុច hypotenuse ដូចជាអត់ពិបាកយល់ទេ hypotenuse នៃត្រីកោណកែង a ការ៉េបូក b ការ៉េស្មើ c ការ៉េអញ្ចឹងណាហើយបើសិនជាយើងរកតា c ហ្នឹងគឺវាស្មើនឹងឬការ៉េនៃ a ការ៉េបូក b ការ៉េឥឡូវខ្ញុំឧទាហរណ៍តែម្ដងទៅខ្ញុំហៅ object math ប្រើប្រាស់ method hypotenuse ហើយខ្ញុំកំណត់តម្លៃចូលទៅក្នុងហ្នឹង3ហើយនិង4ទៅចុះយើងឃើញថាវាចេញចម្លើយមក5ហេតុអីពីព្រោះដូចយើងឃើញរូបមន្តមិញអញ្ចឹងឬការ៉េនៃ a ការ៉េបូក b ការ៉េវាត្រូវនឹងឬការ៉េនៃ3ការ៉េបូក4ការ៉េ3ការ៉េស្មើនឹង9 4ការ៉េស្មើ16 9បូក16 25ឬការ៉េនៃ25គឺ5ដូចអ្វីយើងឃើញអញ្ចឹងប៉ុន្តែបើសិនជាយើងកំណត់3តម្លៃឬក៏ច្រើនតម្លៃក៏បានដែរឧទាហរណ៍ថាខ្ញុំកំណត់3តម្លៃចុះជាមួយទៅខាងចម្លើយគឺចេញប៉ុណ្ណេះតើកន្លែងហ្នឹងគឺអីគេវិញគឺវាស្មើនឹងឬការ៉េដូចគ្នានៃ3ការ៉េបូក4ការ៉េបូក5ការ៉េគឺបូកតគ្នាទៀតបើសិនជាយើងកំណត់ក្នុងនឹង4តម្លៃឧទាហរណ៍ថាតម្លៃទី4ស្មើ7កន្លែងហ្នឹងគឺបូកនឹង7ការ៉េទៀតដូច្នេះបានសេចក្តីថា method hypotenuse នេះគឺយកតម្លៃនីមួយៗហ្នឹងលើកជាការ៉េហើយបូកចូលគ្នាចេញចម្លើយប្រមាណបញ្ចេញវាចេញពីឬការ៉េប៉ុណ្ណា
ហើយតើតើទៅនឹង object map នេះ method ដែលយើងត្រូវរៀនមានតែ3ទេទេមួយគឺ method CLZ32 មួយទៀត imule មួយទៀតគឺ method found ឲ្យតែនិយាយតើតើទៅនឹងប្រព័ន្ធកុំព្យូទ័រញ៉ៃញ៉ៃប្រកាសជាសម័យទៅដល់លេខញ៉ៃញ៉ៃមាន0មាន1ណាស្អីស្កាយគេតែតែសេហ្នឹងតើទាំងអស់ហ្នឹងគឺជាអ្វីបើសិនជាអ្នកទាំងគ្នាយល់អំពីដំណើរការនៃ01100ញ៉ៃញ៉ៃអីហ្នឹងបានយល់អំពី method ទាំងអស់នេះហើយបើសិនជាអ្នកទាំងគ្នាអត់យល់ទេត្រង់ចំណុចនេះអ្នកទាំងគ្នាអាចរំលងសិនក៏បានដែរចាំរៀនឲ្យចេះហើយចាំមកមើលវិញពីព្រោះ method ទាំងអស់នេះតម្រូវការឲ្យចេះទាំងអស់ហ្នឹងឯងឧទាហរណ៍ដូច method CLZ32 នេះពាក្យពេចន៍របស់វាគឺ count leading 0 ហើយ32នេះគឺតំណាងឲ្យលេខដែលប្រើប្រាស់ memory 32 bit ខ្ញុំនិយាយថា memory 32 bit នេះបើសម្រាប់អ្នកសិក្សាដែលយល់អំពីអា01110អីហ្នឹងប្រកាសជាយល់អ្វីដែលខ្ញុំកំពុងនិយាយហើយបើសិនជាអ្នកទាំងគ្នាអត់យល់ទេអាចទៅសិក្សាសិនចាំមកមើលត្រង់ចំណុចនេះទៅឥឡូវខ្ញុំឧបមាថាអ្នកទាំងគ្នាយល់ហើយអញ្ចឹងខ្ញុំនិយាយបន្តមកទៀត method CLZ32 count leading 0 គឺវារាប់លេខ0ដែលនៅខាងមុខលេខនៅក្នុងប្រព័ន្ធកុំព្យូទ័រដែលប្រើប្រាស់ memory 32 bit គឺវាអញ្ចឹងឧទាហរណ៍ថាខ្ញុំសរសេរលេខ45លេខ45គឺជាលេខដែលនៅក្នុងរបបគោល10ប្រព័ន្ធកុំព្យូទ័ររបស់យើងគឺប្រើប្រាស់លេខនៅក្នុងរបបគោល2ហើយលេខ45ហ្នឹងបើសិនជានៅក្នុងរបបគោល2តើវាចេញលេខប្រមាណវិញមានវិធីច្រើនណាស់ក្នុងការគណនាប៉ុន្តែខ្ញុំអត់លើកយកបង្ហាញអំពីការកណនាទាំងអស់ហ្នឹងទេខ្ញុំប្រើម៉ាស៊ីនគិតលេខតែម្ដងទៅម៉ាស៊ីនគិតលេខដែលនៅក្នុង Windows បើសិនជាអ្នកទាំងអស់គ្នាចង់បំលែងលេខពីរបបគោលប្រមាណទៅរបបគោលប្រមាណហ្នឹងអ្នកទាំងអស់គ្នាអាចបដូរកន្លែងនេះពី scientific ហ្នឹងទៅជា programmer ហ្នឹងទៅឧទាហរណ៍ថាខ្ញុំចង់សរសេរលេខ45នៅរបបគោល10គឺខ្ញុំត្រូវសរសេរនៅកន្លែង DEC នេះ DEC នេះមានន័យថា decimal គឺលេខនៅក្នុងរបបគោល10ហ្នឹងឯងឧទាហរណ៍ថាខ្ញុំសរសេរលេខ45នៅក្នុងរបបគោល10ហើយលេខដែលនៅក្នុងរបបគោល2គឺយើងមើលនៅកន្លែង BIN នេះពាក្យពេចន៍របស់វាគឺ binary មានន័យថាលេខនៅក្នុងរបបគោល2ហ្នឹងឯងគឺចេញមកប៉ុណ្ណេះមានន័យថាលេខ45នៅក្នុងរបបគោល10ហ្នឹងស្មើនឹងលេខ101101នៅក្នុងរបបគោល2ហើយអ្វីដែលយើងប្រើប្រាស់គឺជាលេខដែលប្រើប្រាស់ memory 32 bit មួយខ្ទង់គឺ1 bit ដូច្នេះ32 bit វា32ខ្ទង់ហើយលេខ45នេះយើងគិតមើលទៅគឺយើងប្រើអស់តែ6ខ្ទង់ទេដូច្នេះនៅសល់ប្រមាណខ្ទង់ទៀតគឺត្រូវបានចំនួនលេខ0នៅខាងមុខទាំងអស់គឺវាចេញជាបែបនេះតើតើទៅនឹង method CLZ32 នេះគឺវារាប់លេខ0ដែលនៅខាងមុខទាំងអស់ហ្នឹងឯងឥឡូវយើងសាកទៅមើលខ្ញុំហៅ object map ហ្នឹងមកប្រើប្រាស់ method CLZ32 បន្តមកទៀតខ្ញុំកំណត់លេខ45ចូលទៅក្នុងហ្នឹងតើវាចេញចម្លើយមកប្រមាណចម្លើយដែលវាចេញមកគឺចំនួនលេខ0ដែលនៅខាងមុខនៃលេខ45ដែលប្រើប្រាស់ memory 32 bit ហ្នឹងយើងមើលទៅខាងចម្លើយគឺ26ហើយបានចេញ26ព្រោះលេខ45នៅក្នុងរបបគោល10វាបំលែងទៅជាលេខ45ដែរនៅក្នុងរបបគោល2វាចេញប៉ុណ្ណេះប៉ុណ្ណឹងហ្នឹងយើងរាប់មើលទៅគឺឃើញថា6ខ្ទង់32 bit គឺ32ខ្ទង់ដូច្នេះលេខ0ដែលនៅខាងមុខវាគួរណាស់តែ32ដកនឹង6ខ្ទង់ចេញទៅវានឹងចេញ26ហ្នឹងហើយអញ្ចឹងហើយបានយើងឃើញចម្លើយ26តាក់ទងទៅនឹង method CLZ32 នេះគឺវាអញ្ចឹងហើយឥឡូវយើងសិក្សាមួយ method ទៀតតាក់ទងទៅនឹង method imule ខ្ញុំមិនដឹងថាខ្ញុំអានអញ្ចឹងត្រូវខុសទេពីព្រោះអានេះវាជាអក្សរកាត់នៃពាក្យថា integer multiplication មានន័យថាការគុណលេខចំនួនគត់ហើយការគុណលេខចំនួនគត់នេះអត់ដូចជាការគុណលេខដែលយើងប្រើទូទៅក្នុង JavaScript ទេលេខនៅក្នុង JavaScript គឺវាប្រើប្រាស់ទម្រង់អន្តរជាតិ IE 3ដង754ឥឡូវខ្ញុំស្វែងរកព័ត៌មានតាក់ទងទៅនឹងចំណុចនេះទៅហើយខ្ញុំចូលទៅព័ត៌ Wikipedia នេះទម្រង់ទូរស័ព្ទ I ហើយ E 3ដងនេះទម្រង់របស់វាយើងអាចមើលនៅខាងក្រោមនេះគឺវាមានច្រើនទម្រង់ហើយទម្រង់ដែល JavaScript ប្រើគឺទម្រង់ binary 64 bit នេះវាប្រើ memory ចំនួន64 bit ក៏ប៉ុន្តែកាលណាយើងប្រើប្រាស់ method imule មិញគឺវាអត់ប្រើប្រាស់ទម្រង់ binary 64 bit នេះទេវាប្រើប្រាស់ទម្រង់ binary 32 bit នេះបើសិនជាលេខតូចធម្មតាវាអត់អីខុសគ្នាទេរវាង binary 64 bit និង32 bit នេះក៏ប៉ុន្តែកាលណាយើងប្រើប្រាស់លេខធំលើសពីព្រំដែនរបស់32 bit នេះវានឹងមានបញ្ហាឥឡូវខ្ញុំសាកសិនទៅមើលបើសិនជាខ្ញុំសរសេរនៅក្នុងកូដ JavaScript នឹងខ្ញុំសរសេរ10គុណ20វាចេញ200ធម្មតាទេហើយបើសិនជាខ្ញុំហៅ object មកនឹងមកប្រើប្រាស់ method imule វាគុណលេខដូចគ្នាហើយខ្ញុំដាក់នៅក្នុងពីរលេខដូចគ្នាទៅ10 20យើងមើលថាចេញចម្លើយមក200ដូចគ្នាអត់ជាបញ្ហាទេប៉ុន្តែកាលណាយើងសរសេរលេខលើសដែនកំណត់របស់វានឹងមានបញ្ហាឧទាហរណ៍ថាខ្ញុំប្រើការគុណលេខទូទៅនៅក្នុងកូដ JavaScript ខ្ញុំសរសេរលេខប៉ុណ្ណេះចុះលេខនេះយើងមើលទៅដូចជាធំគួរសមដែរក៏ប៉ុន្តែវាគណនាត្រឹមត្រូវប៉ុន្តែលេខនេះខ្ញុំបានសារហើយគឺវាអត់គណនាត្រឹមត្រូវទេនៅក្នុង method imule នេះឥឡូវខ្ញុំប្រើលេខហ្នឹងដាក់នៅក្នុង method imule ហ្នឹងទៅមើលទៅខាងចម្លើយគឺវាចេញអវិជ្ជមានឯណាឆ្កុយទៅវិញពីព្រោះលេខទាំងពីរនេះកាលណាគណនាទៅវាលើសព្រំដែនដែលលេខទម្រង់ binary 32 bit នេះអាចប្រើប្រាស់បានអញ្ចឹងហើយវាចេញចម្លើយមកមិនប្រក្រតីយ៉ាងឯងអញ្ចឹងសួរថាបើសិនយើងអាចគណនាធម្មតាអញ្ចឹងបានហេតុអីបើយើងចាំបាច់ប្រើប្រាស់ imule នឹងអីញ៉ៃអញ្ចឹងកាលណាយើងប្រើប្រាស់ method imule នេះការគណនារបស់វាលឿនជាងការគណនាប៉ុណ្ណេះឧទាហរណ៍ថាយើងសរសេរ10គុណ20នេះចេញចម្លើយ200នេះវាធម្មតាទេបើសិនយើង10គុណ20ប្រើប្រាស់ method imule នឹងចេញ200ធម្មតាដែរប៉ុន្តែបើយើងនិយាយពីល្បឿនរបស់វាគឺ imule នេះនឹងដំណើរការលឿនជាងប៉ុន្តែយើងមើលក្នុងភ្នែកនេះយើងអាចដឹងបានទេព្រោះដំណើរការកុំព្យូទ័រវាលឿនណាស់គ្រាន់ថាអ្វីដែលយើងត្រូវដឹងគឺ imule នេះដំណើរការលឿនជាងការគណនាធម្មតាពីព្រោះវាប្រើប្រាស់ memory តែ32 bit ទេប៉ុន្តែក្នុងការប្រើប្រាស់បើសិនយើងបង្កើតភាពរស់រវើកទៅឲ្យគេហទំព័រមួយធម្មតាអញ្ចឹងមិនបាច់ទៅហាយអីច្រើនទេយើងប្រើប្រាស់ការគុណលេខធម្មតាហ្នឹងទៅគឺបានហើយ
តាក់ទងទៅនឹង method imule នេះមានតែប៉ុណ្្នឹងឯងឥឡូវយើងសិក្សាពី method ចុងក្រោយគេគឺ method frown method frown នេះញ៉ៃបន្តិចអីញ៉ៃខ្លាំងតែម្ដង method frown នេះគឺវាអញ្ចេះឥឡូវយើងមើលប្រតិកម្មរបស់វាបន្តិចខ្ញុំហៅ object command ហ្នឹងមកប្រើប្រាស់ method frown បើសិនជាខ្ញុំកំណត់តម្លៃលេខនៅក្នុងហ្នឹងឧទាហរណ៍ថា 4.5 អត់ជាបញ្ហាទេយើង 4.5 បើសិនជាខ្ញុំសេ 4.45 គឺវាចេញប៉ុណ្ណេះវិញតើត្រង់ចំណុចនេះវាជាអ្វីត្រង់ចំណុចនេះតាក់ទងទៅនឹង memory តាក់ទងគ្រឿងក្នុងកុំព្យូទ័រ1001អីហ្នឹងទៀតហើយគឺវាអញ្ចេះគឺលេខដែលយើងសេធម្មតាបើសិនជាខ្ញុំសេ 4.5 ធម្មតាបែបនេះគឺដូចយើងដឹងមកអញ្ចឹងវាប្រើប្រាស់ទម្រង់ standard IEEE 754 binary 64 bit ប៉ុន្តែកាលណាយើងសរសេរលេខនៅក្នុង method frown នេះគឺវាអត់ប្រើប្រាស់ binary 64 bit ដោយដែល JavaScript ធម្មតាប្រើប្រាស់ហ្នឹងទេគឺវាប្រើប្រាស់ binary 32 bit ហើយអ្នកទាំងនេះប្រហែលជាឆ្ងល់ថាបើសិនជាលេខធំទៅប្រហែលជាប្រើប្រាស់ binary 32 bit វាចេញជាបញ្ហាប៉ុន្តែយើងសេមិញគឺត្រឹមតែ 4.45 ប៉ុណ្ណេះហ្នឹងប៉ុន្តែហេតុអ្វីបានវាចេញបញ្ហាដែរឥឡូវយើងនិយាយមួយសិន 4.5 នេះលេខនៅក្នុងរបបកូដ10ហ្នឹងកាលណាខ្ញុំបំលែងវាទៅជាលេខនៅក្នុងរបបកូដ2គឺវាចេញប៉ុណ្ណេះអត់បញ្ហាទេព្រោះវាមានដែនកំណត់របស់វាហើយដែនកំណត់របស់វាហ្នឹងប្រើប្រាស់ memory 32 bit គឺវាអាចគ្រប់គ្រងបានយ៉ាងត្រឹមត្រូវប៉ុន្តែសម្រាប់លេខ 4.45 នេះកាលណាបំលែងទៅជាលេខនៅក្នុងរបបកូដ2គឺវាចេញប៉ុណ្ណេះ 100.01 1100 រហូតមានន័យថា 100.01 ហើយខួប1100លេខនៅក្នុងកុំព្យូទ័រវានឹងមានបញ្ហានៅពេលដែលបំលែងទៅជារបបកូដ2ទៅវាមានការខួបអញ្ចឹងហើយលេខនេះគឺខ្ញុំបំលែងទៅជាលេខរបបកូដ2ធម្មតាទេប៉ុន្តែលេខដែល method frown នេះប្រើប្រាស់គឺដូចខ្ញុំនិយាយមិញអញ្ចឹងគឺលេខមួយនេះ binary 32 bit ទម្រង់របស់វាដែលផ្ទុកនៅក្នុងកុំព្យូទ័រគឺវាមានទម្រង់បែបនេះឥឡូវខ្ញុំចូលមើលទៅខ្ញុំរកមកដល់ក្រោមគឺប៉ុណ្ណេះ32 bit ហ្នឹងវាចែកប្លង់គ្នាតាមប៉ុណ្្នឹងឯងដែល23 bit នេះវាផ្ទុក fraction កន្លែងនេះគេដាក់ fraction ប៉ុន្តែជាទូទៅខ្ញុំហៅវាថា mantissa ហើយ8 bit បន្ទាប់មកទៀតនេះគឺដាក់ exponent ហើយ1 bit ចុងក្រោយគឺដាក់សញ្ញាត្រង់ចំណុចនេះខ្ញុំអត់និយាយឲ្យវែងឆ្ងាយទេអ្វីដែលខ្ញុំចង់បង្ហាញគឺ 4.45 នេះបំលែងទៅជារបបកូដ2ចេញប៉ុណ្្នឹងហ្នឹងកាលណាយើងបំលែងឲ្យទៅជាទម្រង់ binary 32 bit នៃទម្រង់ standard IEEE 754ហ្នឹងគឺវាចេញប៉ុណ្ណេះហើយលេខដែលខ្ញុំចង់ឲ្យអ្នកទាំងគ្នាមើលគឺលេខដែលត្រូវខាងក្រោយនេះដែលវានៅកន្លែងខួប11001010វាត្រូវខួបទៅរហូតប៉ុន្តែ32 bit វាទទួលបានប៉ុណ្ណេះទេអញ្ចឹងលេខដែលនៅខាងក្រោយ1100ទៀតហ្នឹងវាកាត់ចោលវាយកតែប៉ុណ្ណេះទេព្រោះ memory 32 bit វាផ្ទុកបានប៉ុណ្្នឹងឯងអាការកាត់ចោលកតុយនឹងឯងយកបានតែប៉ុណ្្នឹងឯងអញ្ចឹងហើយបើយើងឃើញថាលេខយើងសេ 4.45 ទេប៉ុន្តែគេចេញមកគឺចេញតែ44 ទេគឺបាត់មួយផ្នែកតូចដែលនៅខាងក្រោយយើងកាត់ចោលហ្នឹងឯងប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថាអញ្ចឹង64 bit អត់កាត់ចោលទេអីបានយើងសេ 4.45 នៅកន្លែងនេះចម្លើយចេញមកវានៅតែ 4.45 ដដែលហ្នឹងតាក់ទងទៅនឹងការកាត់ចោលហ្នឹងវាមិនមែនថាមិនកាត់ទេ64 bit ក៏វាកាត់ចោលដែរព្រោះលេខខួបគឺវាទៅរហូតអត់មានទីបញ្ចប់ទេ64 bit ក៏មានដែរកំណត់ដែរគ្រាន់ថាលេខនៅកតុយហ្នឹងចាំស្គីបំលែងឲ្យមើលទៅសមហើយតាក់ទងទៅនឹង method frown នេះគឺវាអញ្ចឹងឯងគឺលេខដែលនៅក្នុងហ្នឹងបំលែងទៅជាលេខនៅក្នុងទម្រង់32 bit បានពី32 bit ហ្នឹងមកហើយវាបំលែងទៅជាទម្រង់64 bit ដែល JavaScript ប្រើហ្នឹងបន្តមកទៀតបានបំលែងឲ្យយើងឃើញជាលេខធម្មតាប៉ុណ្ណេះហ្នឹងឯងដូច្នេះយើងឃើញថា method 3ចុងក្រោយនេះអញ្ញៃណាស់ហើយមានអ្នកសិក្សាជាច្រើនអត់យល់ហើយបញ្ជាយពីបម្រើបម្រាស់របស់វាបើសិនជាយើងបង្កើតត្រឹមតែអន្តរកម្មគេហទំព័រមិនដែលប្រើទេទាំងអស់នេះប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាបង្កើតជាឧបករណ៍អ្វីមួយដែលវាប្លែកលើសពីឧបករណ៍ធម្មតាដែលតម្រូវការឲ្យមានតាក់ទងទៅនឹងប្រព័ន្ធកុំព្យូទ័រអញ្ចឹងគឺយើងត្រូវការតែយ៉ាងណាក៏ដោយមិនងាយមានប្រើទេ method ទាំងអស់នេះហើយយើងឃើញថាវែងឆ្ងាយណាស់វីដេអូតាក់ទងគណិតវិទ្យានេះហើយក៏គ្មានអីទៀតដែរខ្ញុំបញ្ចប់វីដេអូនេះត្រឹមនេះចុះអរគុណជម្រាបលា